បាទសួស្តីបងប្អូនទាំងគ្នាបាទបងប្អូនទាំងគ្នាឥឡូវខ្ញុំធ្វើការមកនិយាយបង្ហាញបញ្ចូលបងប្អូនពីការប្រើកម្មវិធី Magic បងប្អូនឥឡូវខ្ញុំតង់រូបចូលហើយបងប្អូនណានៅអញ្ចឹងរូបទាំងអស់នេះវាមាន400ជាងប៉ុន្តែខ្ញុំតង់មកតែ70ជាងដើម្បីក្នុងការបញ្ចូលទេបាទអញ្ចឹងខ្ញុំស្រាវចម្ងល់បងប្អូនដែលតែងតែសួរខ្ញុំថាតើកម្មវិធី Magic Mare ហ្នឹងយើងអាចអូសចូលបានប៉ុន្មានសន្លឹកបាទបងប្អូនទាំងនេះគឺអូសចូលម្ដង1000ក៏បានបាទ500ក៏បានប៉ុន្មានក៏បានដែរហើយបងប្អូនសួរថាចុះពេលដែលយើងកែឲ្យមួយរូបគាត់ថាឥឡូវយើងរូបដែលយើងចង់កែមួយនេះតើយើងត្រូវ select ទាំងអស់បានឬក៏ធ្វើមួយបងប្អូនគឺយើងកែតែមួយនេះទេបាទកែតែមួយទេឥឡូវខ្ញុំនឹងអូសឲ្យបងប្អូនឲ្យយល់ខ្ញុំកាត់ញើសខ្ញុំកាត់ស្នាមបាទខ្ញុំកាត់ស្រមោលភ្នែកបាទកាត់ស្រមោលភ្នែកខ្ញុំកាត់រង្វាន់កបាទខ្ញុំចុចបង្កើតមុខ V បាទហើយខ្ញុំដាក់សាច់ម៉ត់បាទខ្ញុំរំលាយសាច់ម៉ត់ភាពស្មើបាទធ្វើឲ្យសាច់ smooth បាទ smooth មុខហើយបងប្អូនខ្ញុំសេរីបងប្អូនមើលណាបាទហើយបងប្អូនតែងតែឆ្ងល់សួរខ្ញុំថាចុះអានឹងវាជាប្រភេទនៅក្នុង plugin Lightroom ឬក៏ Photoshop បងប្អូនវាអានេះវាជាកម្មវិធីមួយដាច់ដライបងប្អូនណាវាជាកម្មវិធីដាច់ដライអានេះខ្ញុំធ្វើឲ្យមុខច្បាស់បន្តិចបងប្អូនបាទយើងជាកម្មវិធីមួយដាច់ដライទៅវាបងប្អូនPhotoshop បាទ Lightroom ហើយនឹង Camera Raw ហើយអានេះគឺវាចែកដាច់ដូចគ្នា Lightroom គឺជាប្រភេទយើងកែ color កែពន្លឺបាទហើយអានេះយើងដាក់កូនស្រីយើងក៏ណាត់កូនស្រីបានណាបងប្អូនយើងខ្ញុំកែមុខ V ទៅកូនស្រីអញ្ចឹង Lightroom វាធ្វើតែពន្លឺកែតែពណ៌ទេ Camera Raw ក៏ដូចគ្នាហើយ Photoshop គឺមានមុខងារបាទចាក់សាច់ដកកលុកកលាក់ស្គីលកាត់ contrast អីអញ្ចឹងទៅតែក៏យើងចាក់សាច់ mod បាននៅនឹង Photoshop ប៉ុន្តែខ្ញុំចង់និយាយថាកម្មវិធី Magic នេះវាជាកម្មវិធីមួយដែលផ្ដោតទៅលើការចាក់សាច់ដាច់ដោយឡែកយល់ទេចាក់សាច់ដាច់ដោយឡែកអញ្ចឹងមានន័យថា Lightroom វាជាការកែពណ៌បាទកែពណ៌កែពន្លឺចូលរកែពណ៌កែពន្លឺហើយដាច់ដូចគ្នាយល់ទេអញ្ចឹង Magic វាជាកម្មវិធីមួយដែលផ្ដោតទៅលើសាច់យល់ទេវាផ្ដោតទៅលើសាច់អញ្ចឹងវាផ្ដោតទៅលើសាច់វាអត់មានផ្ដោតទៅលើពន្លឺផ្ដោតទៅលើអីណាណីទេអញ្ចឹងវាជាកម្មវិធីមួយដាច់ដោយឡែកឥឡូវឧទាហរណ៍ខ្ញុំធ្វើ smooth ប៉ុណ្ណេះហើយអស់ហើយបងប្អូនអត់ចង់អត់បាយបញ្យល់ឲ្យនាំតែយូរវីដេអូណាដាក់ smooth បន្តិចឥឡូវរូបនេះខ្ញុំទទួលបានរូបមួយដែល smooth ប៉ុណ្ណេះទទួលបានរូបដែល smooth ប៉ុណ្ណេះហើយយើង control A បាទ control A មកយើង select all ខ្ញុំចុច apply select ចេះបងប្អូនវាចេញគ្រីសពណ៌បៃតងនេះគ្រីសពណ៌ខៀវនេះហើយខ្ញុំគ្រាន់តែចុច export ទៅបាទនេះ export ទៅខ្ញុំដាក់ select image នឹងមកហើយនេះវាចូលទៅ original export គឺវាទៅហ្មងឃើញលឿនទេបងប្អូនធ្វើតែមួយសន្លឹកបាទធ្វើតែមួយសន្លឹកហ្នឹង select ទាំងអស់ចុច apply វាភ្លឹប export ទៅទទួលបានលទ្ធផលហ្មងអញ្ចឹងរាល់ការងារចាក់សាច់ make up អានេះខ្ញុំត្រូវថែមច្រើនណាស់ប៉ុន្តែខ្ញុំធ្វើវីដេអូកាត់ឲ្យបងប្អូនមើលគឺខ្ញុំធ្វើតែវីដេអូប៉ុណ្ណេះឃើញបងប្អូនក៏ខ្ញុំបរាប្រហែលធូលគឺសាច់ទទួលបានសាច់ធម្មជាតិមិនម៉ត់ពេកបាទមិនក្មួនឃើញទេគឺវាជាកម្មវិធីផ្ដោតទៅលើការចាក់សាច់ខ្ញុំនិយាយសរុបសេចក្តីព្រោះពីមុនកន្លងមកយើងចាក់សាច់មិនដែលចេះត្រូវមានកម្មវិធីនេះកម្មវិធីនោះតែឥឡូវអាកម្មវិធីចាក់សាច់គឺវាចូលនៅកម្មវិធី Magic នេះទាំងអស់ហើយបងប្អូនគាត់តែកែពណ៌សាច់គឺឡើងបារម្ភរឿងចាក់ឡើងត្រូវមិនត្រូវហើយគឺដឹងតែត្រូវ 100% ហើយវាមិនមែនមានប៉ុណ្ណឹងទេបងប្អូនវាយើងចង់ថែម make up នេះ make up ឆ្លាញ់មុខមួយណាជាគំរូយកមុខនឹងមកនេះមុខ V មុខ style មុខ style គឺវាមានទាំងអស់មានអីទៀតបងប្អូននេះស្រេងចើមឆ្លាញ់ចើមប៉ុណ្ណាយកមកឃើញអត់អីទៀត color ភ្នែកឃើញទេវាមានច្រើនបងប្អូនហើយក៏វាមានបាទវា update version ថ្មីគឺវាមាន color ដកបូកដកគុណចែកថែមថយទៀតគឺវាល្អខ្លាំងបងប្អូនអាហ្នឹងខ្ញុំបញ្ជាក់បងប្អូនឲ្យយល់ដើម្បីស្រាវចម្ងល់បងប្អូនឲ្យអស់ឆ្ងល់ថាតើកម្មវិធីហ្នឹងវាមាន plugin ជាមួយ Photoshop ឬក៏ Lightroom អញ្ចឹងបញ្ជាក់បងប្អូនថាវាជាកម្មវិធីមួយដាច់ដោយឡែកហើយគឺវាមាន license គិតជាឆ្នាំបងប្អូនណាគិតជាឆ្នាំហើយតម្លៃយ៉ាងណាគឺបងប្អូនអាចឆាតមកសួរបានខ្ញុំមានលក់ជូនបងប្អូនណាបងប្អូនបាទហើយខ្ញុំគឺជាអ្នកលក់បាទកម្មវិធី Magic Mare នៅស្រុកខ្មែរបាទបងប្អូនគឺជាភ្នាក់ងារលក់នៅស្រុកខ្មែរអញ្ចឹងបងប្អូនឆាតមកនឹងទទួលបាន account ពេញប្រើផ្ទាល់ពេញឆ្នាំ365ថ្ងៃតែម្ដងអរគុណច្រើនបងប្អូនអាចឆាតសួរដោយសេរី